បើទាំងអស់គ្នាកនេះខ្ញុំនឹងចែកម្លែកទាំងអស់គ្នាទៅតងជាមួយនឹងមូលដ្ឋាន grammar បើនេះទៅល្ងាចវិញខ្ញុំបរៀនសិស្សឲ្យធ្វើលំហាត់ grammar ហើយខ្ញុំសួរតកតងជាមួយនឹងមូលដ្ឋានពួកគាត់នៅរៀងស្ទាក់ស្ទើរច្រើនអញ្ចឹងក៏ខ្ញុំនឹកឃើញចែកម្លែកមូលដ្ឋានចំណុចនេះតូចមួយសម្រាប់អ្នកទាំងអស់គ្នាយកទៅពង្រឹងបន្ថែមទៅលើការរៀន grammar ឬក៏ការធ្វើលំហាត់អញ្ចឹងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាចាំចេះ grammar គឺវាចេញពី sentence អញ្ចឹងនៅពេលយើងច្បាស់ sentence យើងច្បាស់ប្រយោគគឺយើងរៀន grammar ទៅក៏ច្បាស់តាមនឹងដែរហើយយើងធ្វើលំហាត់ក៏ដូចគ្នាដែរអញ្ចឹងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាចាំថានៅក្នុងប្រយោគមួយវាមានធាតុសំខាន់2នៅក្នុងហ្នឹងគឺវាមានប្រធានជាអ្នកធ្វើសកម្មភាពហើយវាមានសកម្មភាពរបស់ប្រធានហើយយើងគ្រាន់តែមើលអាធាតុហ្នឹងឲ្យច្បាស់មកថានៅក្នុងប្រយោគហ្នឹងមួយណាជា subject មួយណាជា verb ហើយគ្រាន់តែមើលថាតើប្រធានហ្នឹងធ្វើសកម្មភាពនៅក្នុងកាលឬទេកាលគឺមានតែ3ឯង present past និង future ហើយយើងមើលថាតើសកម្មភាពហ្នឹងវាឈរនៅក្នុងរូបរាងអីអញ្ចឹងខ្ញុំមាន6ប្រយោគនេះចាំមើលខ្ញុំបញ្យល់ទាំងអស់គ្នាមួយមួយឲ្យច្បាស់ហើយទាំងអស់គ្នាអាចពង្រឹងបានទៅលើ grammar អញ្ចឹងយើងមើលប្រយោគទី1យើងមើលមួយណាជាអ្នកធ្វើសកម្មភាពគឺតារាកញ្ញាអញ្ចឹងតារាគឺជា subject ឯងអ្នកធ្វើសកម្មភាពនៅក្នុងប្រយោគហ្នឹងហើយយើងមើលសកម្មភាពរបស់តារាមួយណាគឺ teach កញ្ញាតើសកម្មភាពហ្នឹងនៅក្នុងកាលគេគឺ present អូខេអញ្ចឹងទម្រង់របស់វាគឺ subject បូកជាមួយនឹង verb ហើយ verb នេះគឺ verb present verb កន្លែងហ្នឹងគឺមានតែ2ឯងគឺ verb present ហើយនិង verb past មានតែ2ករណីហ្នឹងឯងមានថាប្រធានហ្នឹងធ្វើសកម្មភាពនៅក្នុងរូបរាងនេះគេហៅរូបរាងរបស់ simple បាទអញ្ចឹងទាំងអស់គ្នាគ្រាន់តែដឹងថាក្នុងប្រយោគមួយមាន subject មាន verb ប្រធានជាអ្នកធ្វើសកម្មភាពហើយសកម្មភាពហ្នឹងក្នុងកាលគេប្រធានហ្នឹងធ្វើសកម្មភាពកាល3 present past និង future ហើយសកម្មភាពហ្នឹងវាឈរនៅក្នុងរូបរាងអីដូចប្រយោគទី1អញ្ចឹងវាឈរនៅក្នុងរូបរាង simple អញ្ចឹងបើសិនជា simple មានថា verb ហ្នឹងវាមានជម្រើសតែ2ទេបើមិន present គឺ past អញ្ចឹងអានេះគឺ present ហើយចាំយើងរៀនមើលថាតើអាទម្រង់ simple present ហ្នឹងសកម្មភាពហ្នឹងវាយ៉ាងម៉េចបាទអានេះចាំយើងរៀនបន្តដេញទៀតប៉ុន្តែសំខាន់ដំបូងគឺយើងត្រូវយល់អាហ្នឹងសិនឥឡូវយើងមើលដឹងទាំងអស់គ្នាថាប្រធានមួយនេះតារានេះធ្វើសកម្មភាពហ្នឹងនៅក្នុងកាលបច្ចុប្បន្នហើយសកម្មភាពហ្នឹងវាឈរនៅក្នុងរូបរាង simple បាទហើយយើងមើលប្រយោគទី2តារានៅតែធ្វើសកម្មភាពនឹងដដែលគ្រាន់តែសកម្មភាពហ្នឹងវាបដូររូបរាងបដូរទម្រង់បដូរទៅជាទម្រង់ continuous នេះ continuous គឺទម្រង់ be verb ing បាទរូបរាងវាអញ្ចឹងទាំងអស់គ្រាន់តែយើងមើលថាប្រធាននឹងធ្វើសកម្មភាពមួយហ្នឹងនៅក្នុងកាលគេគឺបច្ចុប្បន្ននេះ is នេះបើសិនយើងដូរ is ហ្នឹងទៅជា was អាហ្នឹងគឺវាទៅជាអតីតកាលហើយឃើញណាអញ្ចឹងតារានៅតែបរៀនអង់គ្លេសដដែលទេប្រយោគទី2តារាក៏បរៀនអង់គ្លេសដែរគ្រាន់តែសកម្មភាពរបស់តារាហ្នឹងវាដូររូបរាងដូរទៅជាទម្រង់ continuous ហើយយើងមើលប្រយោគទី3តារាជាអ្នកធ្វើសកម្មភាពដដែលគ្រាន់តែវាដូររូបរាងសកម្មភាពហ្នឹងទៅជារូបរាង perfect រូបរាង have បូកជាមួយនឹង verb 3 verb past participle អញ្ចឹងយើងមើលថាតារាធ្វើសកម្មភាពក្នុងកាលគេគឺ present នេះបើសិនយើងដូរ has ទៅជា had អាហ្នឹងគឺតារាធ្វើសកម្មភាពនៅអតីតកាលហើយបាទហើយយើងមើលប្រយោគទី4តារា will teach English ឃើញទេចឹងតារានៅតែធ្វើសកម្មភាពបរៀននឹងដដែលទេបរៀនអង់គ្លេសដដែលទេគ្រាន់តែសកម្មភាពហ្នឹងវាឈរនៅក្នុងរូបរាងមួយទៀតគឺរូបរាង future will បូកជាមួយនឹង verb ដើមយើងដឹងហើយ will ជា modal verb ចឹងខុសវាគឺ verb ដើមហើយយើងមើលប្រយោគទី5តារានៅតែជាប្រធានដដែល is going to teach ចឹងសកម្មភាពមួយណាគឺសកម្មភាពមួយនេះ teach ដដែលគ្រាន់តែសកម្មភាពហ្នឹងវាឈរនៅក្នុងរូបរាង be going to ឃើញទេតើសកម្មភាពហ្នឹងនៅក្នុងកាលគេគឺអនាគតទម្រង់ be going to ក្នុងហ្នឹងគឺជាសកម្មភាពអនាគតអូខេវាតែពេលយើងសិក្សាពីទម្រង់មួយរូបរាងសកម្មភាពមួយចាំយើងសិក្សាពីសកម្មភាពបន្តទៀតអាហ្នឹងយើងរៀនបន្តទៀតហើយយើងមើលលេខ6 English is taught by Dara ចឹងសកម្មភាពនេះគឺដដែលនេះ teach ដដែលគ្រាន់តែវាបដូរទៅជារូបរាង passive ចឹងប្រធាននេះគឺរងពើអាហ្នឹងគឺ passive អាហ្នឹងចាំយើងរៀនពី passive ទៀតឥឡូវខ្ញុំសរុបជារួមបើសិនយើងបកតារាបរៀនអង់គ្លេស
ដូចគ្នាទាំងអស់គ្រាន់តែសកម្មភាពហ្នឹងវាឈរនៅក្នុងរូបរាងផ្សេងគ្នាអញ្ចឹងត្រូវចាំថាប្រយោគគឺវាមានធាតុដូចគ្នាទាំងអស់គឺ subject verb គ្រាន់តែ verb ហ្នឹងវាឈរនៅក្នុងរូបរាងអីហើយប្រធានហ្នឹងវាធ្វើសកម្មភាពហ្នឹងនៅកាលអីតែប៉ុណ្្នឹងឯងអញ្ចឹងអានេះជាមូលដ្ឋានទាំងអស់គ្នាត្រូវរៀនមើលអាហ្នឹងឲ្យច្បាស់ទាក់ទងជាមួយនឹងទម្រង់ទាក់ទងជាមួយនឹងកាលអញ្ចឹងកាលនៅក្នុងភាសាអង់គ្លេសគឺមាន3គឺមានបាទគឺមាន past បាទ past គឺសកម្មភាពដែលចប់ present គឺ now សកម្មភាពដែលនៅមានបច្ចុប្បន្នហ្នឹងហើយ future សកម្មភាពដែលអត់ទាន់កើតអាហ្នឹងត្រូវចាំអញ្ចឹងបើសិនជាប្រធាននឹងធ្វើសកម្មភាពនៅអតីតកាលមានថាប្រធាននឹងមកដល់បច្ចុប្បន្នលែងធ្វើសកម្មភាពនឹងទៀតឯងរឿងហ្នឹងគ្រាន់តែជារឿងអតីតកាលរឿងដិតអីចឹងទៅបើសិនជាសកម្មភាពហ្នឹងគឺបច្ចុប្បន្នមានថាសកម្មភាពហ្នឹងប្រធាននៅធ្វើដល់ឥឡូវហ្នឹងហើយបើ future មានថាសកម្មភាពហ្នឹងអត់ទាន់ធ្វើខ្ញុំឧទាហរណ៍ថាតារាដដែលឧទាហរណ៍ថាតារា teaches ឃើញទេ English ចឹងសកម្មភាពនេះមានថាសកម្មភាពរបស់តារាហ្នឹងគឺគាត់នៅធ្វើឥឡូវហ្នឹងគាត់ជាគ្រូបរៀនអង់គ្លេសដដែលឃើញនៅតែបរៀនអង់គ្លេសចឹងតែបើសិនជាខ្ញុំដូរកាលតារា taught ឃើញទេ English ចឹងមានថាបច្ចុប្បន្នហ្នឹងតារាជប់បរៀនហើយគ្រាន់តែយើងនិយាយពីសកម្មភាពរបស់តារានេះគឺកើតតាំងពីអតីតកាលពេលណា yesterday ចឹងទៅយើងនិយាយពីរឿងសកម្មភាពកន្លងហួសអីចឹងទៅហើយបើសិនជាយើងនិយាយថាតារា will teach ចឹងមានថាតារាអត់ទាន់បានបរៀនទេអត់ទាន់បរៀនអង់គ្លេសសកម្មភាពនេះអត់ទាន់កើតទេអាហ្នឹងគឺកាលហើយអានេះគឺទម្រង់នេះអានេះទម្រង់អានេះ simple present simple អានេះ simple ដែរ subject verb តែវាសកម្មភាព past ចឹងយើងហៅ past simple អានេះគឺ future អនាគតនេះទម្រង់មាន6នេះមានទម្រង់ simple បាទ simple គឺ subject verb មានទម្រង់ continuous គឺទម្រង់ដែលមានរូបរាង be បូក verb ing ហើយទម្រង់ perfect គឺរូបរាងដែលមាន have បូកជាមួយនឹង verb past participle យើងហៅ verb free future គឺយើងជាទូទៅយើងឃើញគេហៅ will បូកជាមួយ verb ដើម will ជា modal verb ខោវា verb ដើមគេហៅ verb base form ហើយទម្រង់ be going to បាទបូកជាមួយ verb ដើមដែរហើយទម្រង់ passive រូបរាង be បូក verb free ឃើញទេចឹងអានេះគឺជារូបរាងរបស់សកម្មភាពវានៅតែមានធាតុរួមដូចគ្នាប្រយោគអីក៏ដោយរូបរាងអីក៏ដោយវានៅតែមានធាតុ subject verb ដដែលឃើញប្រធាននៅតែធ្វើសកម្មភាពនឹងដដែលគ្រាន់តែសកម្មភាពហ្នឹងវាមានរូបរាងផ្សេងគ្នាហើយសកម្មភាពហ្នឹងវាមានកាល3វាមាន past present ហើយ future បាទអានេះជាមូលដ្ឋានទាំងអស់គ្នាអាចយកមូលដ្ឋាននេះយកទៅសិក្សាបន្ថែមបាទអញ្ចឹងខ្ញុំមានប៉ុណ្ណឹងបាទអរគុណ